ខ្ញុំដឹងថាមនុស្សជាច្រើនអ្នកដែលចូលរួមជីវភាពនយោបាយនៅក្នុងប្រទេសយើងបច្ចុប្បន្ននេះណាជាពិសេសអ្នកនៅក្រៅប្រទេសម្នាក់មានការងារធ្វើម្នាក់មានកាតព្វកិច្ចការទទួលខុសត្រូវជីវភាពប្រចាំថ្ងៃមិនមែនជាអ្នកនយោបាយដែលធ្វើនយោបាយពេញម៉ោងដើម្បីទៅរំដោះប្រទេសទេគឺធ្វើនយោបាយនៅក្នុងពេលណាដែលមានពេលវេលាក្រៅពីធ្វើការចិញ្ចឹមជីវិតរាល់ថ្ងៃបានមកចូលរួមជីវភាពនយោបាយឬក៏ធ្វើសកម្មភាពនយោបាយខ្លះដូច្នេះ99%គឺពេលវេលាដោះស្រាយជីវភាពប្រចាំថ្ងៃធ្វើការរោងចក្រធ្វើការនៅសហគ្រាសធ្វើការរដ្ឋឬក៏ធ្វើការអីចឹងទៅប៉ុន្តែมันមានពេលវេលាមកអង្គុយជជែកគ្នាអំពីយុទ្ធសាស្ត្រនយោបាយនិងធ្វើនយោបាយជួបអ្នកណាធ្វើយ៉ាងណាអត់មានទេបើមានក៏តិចអ្នកដែលមានពេលវេលាហ្នឹងក្នុងចំណោមយើងរាប់ម៉ឺនរាប់សែនអ្នកដែលនៅក្រៅប្រទេសបើមានប្រហែលជា4-5អ្នកហ្នឹងតែខ្ញុំមើលឃើញណាដូច្នេះរឿងទាំងអស់ហ្នឹងហើយគឺជាអ្វីដែលយើងត្រូវងាកមើលពីព្រោះខ្ញុំអត់ចង់និយាយអំពីអំពើអាក្រក់អំពីផែនការយុទ្ធសាស្ត្រអំពីសកម្មភាពនយោបាយរបស់ហ៊ុនសែនខ្ញុំអត់ចង់និយាយប្រហែលទេខ្ញុំចង់និយាយថាតើយើងធ្វើស្អីដើម្បីទៅបំព្រួលរំលំរបបហ៊ុនសែនហ្នឹង